បានសួស្តីបងប្អូនអ្នកនេះហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីបងប្អូនអ្នកនេះហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូឃ្លីបនេះគឺសម្រាប់ admin ឃើញហើយដូចជាមានអារម្មណ៍ថាដូចជាយ៉ាងម៉េចទេបងប្អូនទាំងអស់គ្នាហើយបើសិនតែលេងម៉ាក់ហ្នឹងចេញបែបផែនអញ្ចឹងមកបាទបងប្អូនយើងជានារីលោកមិនមានការភិតភ័យងាប់បងប្អូនទាំងអស់គ្នាបងប្អូនមើលតោះឥឡូវសូមបងប្អូនទៅតាមដានទស្សនាជាមួយមានទាំងអស់គ្នាថាតើនៅក្នុងវីដេអូនេះគឺមានរឿងរ៉ាវអ្វីបងប្អូនណាហ្នឹងហើយចង់និយាយថាបងប្អូនយើងជួបអញ្ចឹងគ្នាភ័យណាសួរពួកឯងមួយមកពួកឯងតាមខ្ញុំស្អីមានការអីតាមរហូតណាហ៎ហេមានការអីសួរមានការអីមិនបានជិះតាមរហូតនេះមានការអីហ៎ឈួនម៉េចខ្លួនឯងដែរខ្លួនឯងជិះតាមគេរហូតនេះម៉េចខ្ញុំតាមគេប្រចាំខ្ញុំនេះមកបែកមែនហើយបងប្អូនឃើញបែបអញ្ចឹងឥឡូវ admin សុំសួរទៅដល់អារម្មណ៍សុំសួរទៅខាងអារម្មណ៍ជានារីបងប្អូនអ្នកគ្នាហ្នឹងហើយសូមអធិស្ឋានបងប្អូនហើយល្មមនេះតិចជាតិទេបើជួបរឿងរ៉ាវអញ្ចឹងសួរឥឡូវសុំសួរទៅខាងបងប្អូនយើងជានារីហើយនឹងក្មួយឬក៏បងប្អូនជានារីស្ត្រីតើបងប្អូនមានអារម្មណ៍អីបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរសម្រាប់ admin គឺជឿជាក់ថាពិតជាមានអារម្មណ៍មួយដែលភិតភ័យបងប្អូនទាំងគ្នាព្រោះដោយសារអីកំពុងជិះម៉ូតូធ្វើដំណើរសុកសម្រាប់ស្រែកតែមានឧទាហរណ៍ថាមានបកគលដែលមិនស្គាល់មុខហើយបើសិនជារឿងរើភិនភាកអញ្ចឹងហើយបើសិនណាម៉ូតូក្រហមអាសក់ក្រហមទៀតអញ្ចឹងហើយមើលអានេះវាចេញមកក្នុងគោលបំណងវាចង់ញ៉ែឬក៏វាមិនវាចង់ករណីផ្សេងឬក៏យ៉ាងម៉េចហើយមើលទឹកមុខគេដូចគេជឿជាក់ណាបងប្អូនណាបាទមើលជឿជាក់ដូចមានអារម្មណ៍ថាកាន់បរិយនឹងដៃទៀតណាអើយក៏ទៅអានេះសម្រាប់បងប្អូនយើងដែលគាត់ជានារីបើសិនជាមានរឿងរ៉ាវអញ្ចឹងជឿជាក់ 100% គាត់ប្រកាសជាមានអាភិបភិតភ័យចុះបើសិនជាគាត់ធ្វើដំណើរទៅមានរឿងរ៉ាវជួបហេតុការណ៍អញ្ចឹងតើគាត់ត្រូវធ្វើយ៉ាងម៉េចទទួលស្គាល់ថាភ័យប៉ុន្តែត្រូវតាំងចិត្តតាំងអារម្មណ៍ហើយត្រូវព្យាយាមធ្វើដំណើរឬក៏ទៅរកទីប្រជុំជនបើសិនជាអាចទៅរកទីប្រជុំជនដែលមាននារីគ្នាឯងឲ្យច្រើនឬក៏មានជាលក្ខណៈយើងមើលទៅជាអ្នកដែលចាស់ទុំអញ្ចឹងណាបាទឬក៏ទីប្រជុំជនឲ្យច្រើនអញ្ចឹងតាបងប្អូនទាំងអស់គ្នាហ្នឹងហើយកុំលេងឃើញបែបនឹងដេញឲ្យលេងទៅរកគ្នាដែរលេងទៅរកផែនអញ្ចឹងទៅជាមួយទៀតអាហ្នឹងវាហៅថារឿងងាវទៀតអញ្ចឹងបើសិនជាមានករណីបែបហ្នឹងសូមបងប្អូនជាពិសេសនារីយើងគឺសូមព្យាយាមធ្វើដំណើរឬក៏ព្យាយាមទៅរកកន្លែងណាដែលមានទីប្រជុំជនឲ្យច្រើនទៅបើមានបញ្ហាគឺគេនឹងជួយតន់ពេលវេលាអញ្ចឹងណាហ្នឹងហើយបើសិនជាជនមិនស្គាល់មុខនោះវាមានសកម្មភាពអីផ្សេងដូចជាការឆក់លួចឬក៏គំរាមកំហែងអីឬក៏យ៉ាងម៉េចយ៉ាងម៉ានោះព្យាយាមប្រាប់កន្លែងទីប្រជុំជនឲ្យគេបានដឹងឲ្យគេបានជួយសម្រួលឬក៏យើងគេជួយមើលការខុសត្រូវយើងអញ្ចឹងណាហ្នឹងហើយយើងកុំនៅស្ងៀមណាហ្នឹងហើយព្រោះស្អីមកតាមអញ្ចឹងអីមិនដឹងគេមានម្ដងអីឧទាហរណ៍ថាញឹមបើវាមកទៅគ្រាន់តែរឿងញ៉ែរឿងអីអាហ្នឹងវាមិនអីទេអាហ្នឹងក៏ហើយទៅតែវាខ្លាចលោវាមិនមែនអញ្ចឹងវាមានម្ដងថាជាឆក់របស់នេះរបស់នោះឬក៏វាមានបំណងមិនល្អវាប៉ុនប៉ងធ្វើរឿងអ្វីមួយដែលអាក្រក់អាហ្នឹងក៏វារឿងរ៉ាវបងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងបានថាហើយសូមផ្ដាំឲ្យផ្ដាំជាតិណានារីបើសិនជាឃើញបែបអញ្ចឹងគឺព្យាយាមទៅរកកន្លែងណាដែលមានគ្នាច្រើនណាហ្នឹងហើយមិនម៉ាក់អីគឺបានគ្នាច្រើនគេជួយការពារអញ្ចឹងហ្នឹងហើយកុំមកអញ្ចឹងការហៅសម្រាប់ម្ចាស់នេះសម័យខ្លួននេះកុំអញ្ចឹងអីទៀតមិនល្អទេប្រយ័ត្នមានរឿងមានរ៉ាវប្រយ័ត្នគេដាក់ពាក្យបណ្ដឹងអីលេចកើតយើងបង្កើតអាភិបភ័យខ្លាចដល់គេហ្នឹងហើយក៏ថាវាមិនល្អទេយើងធ្វើបែបហ្នឹងវាគ្នាភិតភ័យណាហ្នឹងហើយឥឡូវសូមបងប្អូនទាំងអស់គ្នាតាមដានទស្សនានៅវីដេអូឃ្លីបមួយទៀតបាទ
រឿងរ៉ាវនេះបងប្អូនហើយមិនចេះចោលលួចគោទាំងថ្ងៃមិញនេះតោះទៅតាមដានទស្សនាទាំងអស់គ្នាបងប្អូនបាទពេលមុនលីចាស់នៅជើងវត្តគាត់ដឹងទាំងអស់ហើយខ្ញុំមិនទៅអ្នកឥឡូវជប់អូនឯងនិយាយមួយបងថាអូនឯងប្រឡងប្រាជ្ញាពីកន្លែងនេះមកឲ្យមកដាក់គោគេហ្មងបើស្ដាប់ខ្ញុំអត់តណាបាទហើយគោតវែងគោអីនេះហើយបងឯងដាក់គោគេហ្មងឥឡូវបងឯងឥឡូវជប់ឥឡូវហៅប្រធានភូមិហៅឲ្យមកកុំទៅដាក់គោគេចឹងបងឯងដូចជាចៅណាខ្ញុំចៅខ្ញុំលួចមកគាត់ចឹងហើយគាត់មកវាយខ្ញុំមែនគេមិនមកវាយទេដើម្បីមើលគោគេមែនចាបានបីមើលគោគេមែនខ្ញុំមើលគោគេទេគឺមកនេះមកតាមជើងវត្តគាត់មកគាត់ដាក់បងបញ្ញាឲ្យគោវាយមែនទេបងអត់ចាំមែនទេបងឯងដាក់គោគេដែរបើស្ដាប់ខ្ញុំឲ្យតន់ណាបើស្ដាប់ខ្ញុំឲ្យតន់ណាឥឡូវខ្ញុំពោលស្ដាប់ទេបើស្ដាប់ខ្ញុំឲ្យតន់គោខ្ញុំណាបាទខ្ញុំចងជាប់នៅក្នុងចាគោនៅចងជាប់ហ្នឹងមិនដាក់គោគេ3 4 5ហ្នឹងចាខ្ញុំដាក់គោខ្ញុំនៅក្នុងឥឡូវចេញមកពីណាទៀតបងប្អូនទាំងអស់គ្នាមកប្រឡងរបស់ប្រាជ្ញាអីទៀតអីសភាទុនសាយមែនហ្នឹងចិត្តតែមានចម្លែកមែនកំពុងដាក់ចិត្តដាក់កាយវិភាគរឿងនេះឲ្យវាចេញមកចឹងអស់សំណោចទប់សំណោចវាមិនបានចិត្តតែមានហ្នឹងហើយមិនដឹងយ៉ាងម៉េចយ៉ាងម៉ាបងប្អូនវីដេអូឃ្លីបហ្នឹងដូចជាមានភាគរបស់គេទៀតបងប្អូនដល់នេះដូចជាមានភាគ1ភាគ2ភាគប្រហែលទៀតនោះចាំមើល admin ដាក់ភាគ1បងប្អូនតាមទស្សនាសិនហើយចាំចូលរួមទាំងអស់គ្នាបងប្អូនមើលគោបងឯងមកទុកគោគេណាឲ្យលឿនបងបញ្ញាថាឲ្យដូរនេះអាណាគេឲ្យដូរឡងបញ្ញាឲ្យដូរអីគោមិនដល់កាត់គោតវែងអីនេះគោតវែងគោអីនេះឥឡូវហៅតវែងឲ្យហៅជិតមើលបងឯងមានតែណាបងស្រុកអូននេះបងគាត់ចាក់បាសចាក់អីចឹងបងគាត់ឃើញតែខ្ញុំអូសអាណត្តិណៃពេលខ្លះខ្ញុំឥឡូវគោនេះគេចុះគោវែងគេចុះឥឡូវគោបងឯងមែនគោវែងមែនគោនឹងមែនបាទបើថាគោខ្ញុំនៅខុសរ៉ែនេះត្រូវឡើយចាត់គេវាយបើស្រាប់អូនចាត់គេវាយឥឡូវនៅឈាមគោនេះខ្ញុំឃើញវាយស្រែពីទៅនោះតែតា50 ម៉ែត្រគោវាយអត់ចុះឥឡូវខ្ញុំឃើញតួខ្ញុំឥឡូវនៅនឹងសិននិយាយបងប្អូនសូមអធិស្ឋានមែនតើនៅក្នុងវីដេអូចុងក្រោយហ្នឹងមូលហេតុមិនឃើញណាមិនទាន់ឃើញប៉ុន្តែដឹងថាវីដេអូរបស់គេហ្នឹងគឺគេមាន2ភាគបាទហើយអ្វីដែលសំខាន់នេះសម័យខ្លួននេះដឹងសម័យខ្លួននឹងហៅអ្វីឯងម្នាក់ដឹងឥឡូវបរោះស្ពីកាវុកក្រហមនេះគេដឹកគេហ្នឹងគេគ្រាន់តែប្របងប្រាជ្ញាស្អីមិនគេបែកទេដាក់ជ្រុលទេមិនដែលច្រើនស្ទៀវគេច្រើននិយាយថា$10ម្នាក់ឯងហ្មងទេជាតែមានតែអញ្ចឹងអីហ្នឹងឯងដំណោះស្រាយគ្មានរឿងអីនេះទេដំណោះស្រាយគឺទី1សម្រាប់អ្នកដែលនៅក្នុងហេតុការណ៍ហ្នឹងគឺព្យាយាមខាត់បកគលទុកទៅហ្នឹងហើយខាត់បកគលទុកសិនហើយនឹងមួយទៀតឲ្យអាចនឹងតំណទៅខាងបងសមត្ថកិច្ចដែលនៅតំបន់ហ្នឹងឲ្យលោកចុះមកអាចនឹងជាការសួរនាំឬក៏យ៉ាងម៉េចចឹងមកវាឈានទៅដល់ការសង្ស័យអីមួយទៅយើងឈានទៅដល់ការខាត់ខ្លួនទៅហ្នឹងហើយអាហ្នឹងវាមានតែបែបហ្នឹងព្រោះដោយសារអីបើយើងសួរទៅមិនដឹងក្បាលកតុយឯណាប៉ុណ្ណឹងបើសិនជាយើងហៅបងសមត្ថកិច្ចដែលនៅតំបន់នោះដែលគាត់មានជំនាញដែលពាក់ព័ន្ធនឹងរឿងរ៉ាវហ្នឹងហៅបុគ្គលហ្នឹងឬមកសាកសួរនាំមើលវាយ៉ាងម៉េចចឹងណាហ្នឹងហើយបើសិនជាសួរនាំទៅចាក់ទៅមួយករណីសង្ស័យយើងអាចនិយាយថាជាករណីលួចគោអាហ្នឹងវារឿងរ៉ាវធំហើយណាតែបើសិនករណីរឿងស្អីណាអីស្អីដោះប្រស្នាដោះស្អីណាអីដីហ្នឹងគេលោ$10ម្នាក់ឯងឬក៏មិនដឹងទេបងប្អូនទាំងអស់គ្នាអ្វីដែលសំខាន់គឺតំណទៅខាងបងសមត្ថកិច្ចមកសាកសួរនាំទីកន្លែងហ្នឹងហើយបងដែលនៅកន្លែងកាត់ហេតុនឹងខត់បកគលនឹងទុកប៉ុន្តែក៏សូមប្រយ័ត្នប្រយែងគីឡូនៅក្នុងកតាបកាបូបហ្នឹងមានអាវុធមានអីនៅសាក់ដូននឹងអីគីឡូមានអាវុធដែលអាចនឹងគីឡូនៅពេលយើងខត់ជាងអីទៅវាខឹងស្បាឬក៏មានរឿងរ៉ាវអីវាអាចបង្កជារឿងយថាហេតុដែលយើងមិនដឹងបងប្អូនអ្នកគ្នាហ្នឹងហើយ
ចឹងនៅក្នុងវីដេអូនេះបងប្អូនទាំងគ្នាគឺមានតែប៉ុណ្្នឹងទេដែលចង់ចែកម្លែកទៅកាន់បងប្អូនទាំងគ្នាបាទទស្សនាហើយសម្រាប់បងប្អូនដែលមានមតិយោបល់សូមបងប្អូនខមមិនតាមការគួរតាមរយៈខាងក្រោមវីដេអូនេះបងប្អូនទាំងគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែលចង់ចែកម្លែកទៅកាន់បងប្អូនទាំងគ្នាទស្សនាយើងសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូថ្មីៗក្រោយទៀតបងប្អូនទាំងគ្នាបាទជាចុងក្រោយសូមអរគុណសូមគោរពលាបងប្អូន